nhóm chưa tha mà baទាំងអស់គ្នាប្រកាសជាធ្លាប់បានឃើញហើយនៅផ្លាកសញ្ញាមួយនេះនៅលើផលិតផលដែលម៉ាក់ប៉ាទាំងអស់គ្នាធ្លាប់បានប្រើប្រាស់តែមានដឹងអត់ថាផ្លាកសញ្ញាមួយហ្នឹងបានន័យថាម៉េចទៅបើមិនទាន់បានដឹងទេមកទស្សនានៅវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាផ្លាកសញ្ញាមួយហ្នឹងគឺជាផ្លាកសញ្ញា non GMO ឬ non genetic engineering ផលិតផលដែលមានស្លាកសញ្ញា non GMO មានន័យថាផលិតផលមួយហ្នឹងមិនបានឆ្លងកាត់នៅវិស្វកម្មហ្សែនដែលវិស្វកម្មហ្សែនហ្នឹងគឺវាបំបែកនៅ DNA របស់សារពាង្គកាយក៏រុក្ខជាតិមួយហ្នឹងដែលធ្វើឲ្យវាអត់អាចរក្សានៅសភាពដើមបានទេឬក៏យើងអាចហៅថាវាមិនមែនជាផលិតផលបែបធម្មជាតិហ្នឹងណាអញ្ចឹងសរុបន័យជារួមមកគឺចង់បានន័យថាផលិតផល non GMO គឺជាផលិតផលមួយដែលវាមិនឆ្លងកាត់នៅវិស្វកម្មហ្សែនដែលធ្វើឲ្យប៉ះពាល់សុខភាពទេហើយវាគឺជាផលិតផលបែបធម្មជាតិ 100% ទៀតម៉ាក់ប៉ាទាំងអស់គ្នាមានដឹងអត់ថានៅសហរដ្ឋអាមេរិកណាពួកគាត់មុនពេលទិញអីវ៉ាន់អីមួយគឺពួកគាត់មើលទៅលើស្លាកសញ្ញា non GMO ហ្នឹងដោយសារតែពួកគាត់ហ្នឹងណាគិតថាផលិតផល non GMO គឺជាផលិតផលមួយដែលល្អសម្រាប់សុខភាពណាមួយវិញទៀតណាប្រជាជនអាមេរិកគេមានការព្រួយបារម្ភខ្លាំងមែនទែនទៅលើអាថ្នាំបាញ់ស្មៅគីមីដែលគេប្រើនៅក្នុងវិស្វកម្ម GMO ដែលមានដូចជាអា glyphosate ណាថ្នាំ glyphosate ហ្នឹងគឺវាប៉ះពាល់ដល់សុខភាពខ្លាំងមែនទែនហើយវាអាចធ្វើឲ្យមានការពុលទៀតហើយចំណុចមួយទៀតដែលប្រជាជនអាមេរិកណាគឺគេជឿទៅលើស្លាកសញ្ញា non GMO ហ្នឹងគឺដោយសារតែស្លាកសញ្ញា non GMO ហ្នឹងគឺវាមានភាពច្បាស់លាស់អាចទុកចិត្តបានដោយសារតែមុននឹងបានស្លាកសញ្ញា non GMO ហ្នឹងគឺគេមានការ verify យ៉ាងច្បាស់លាស់ខ្លាំងមែនតើដូចនៅក្នុងទឹកដោះគោមួយដែលមានផ្លាកសញ្ញា non GMO គឺមានន័យថាតាំងពីការដាំស្មៅឲ្យគោស៊ីក៏គ្មានជាតិគីមីតាំងពីការចិញ្ចឹមគោគឺឲ្យគោដើរលេងតាមក្រោលមានវាស្មៅឲ្យគោត្រឹមត្រូវអត់ឲ្យគោហ្នឹងនៅក្នុងតែទ្រង់ដែលនាំឲ្យមានភាព stress ទេហើយម៉ាក់ប៉ាមានជឿអត់នៅពេលដែលគោមានភាព stress ណាពេលយើងញ៉ាំអាសាច់គោឬក៏ផឹកអាទឹកដោះគោរបស់គោដែលវា stress ណាយើងខ្លួនឯងនេះក៏ stress តាមវាដែរណាមួយវិញទៀតដែលសំខាន់សូម្បីតែការផលិតជាមួយនឹងការវេចខ្ចប់ណាក៏គេដាក់សារធាតុគីមីដែរបើសិនជាផលិតផលណាចង់បានស្លាកសញ្ញា non GMO ចង់ឲ្យគេ verify ថាផលិតផលខ្លួនឯង non GMO គឺត្រូវតែបង្គ្រប់នៅលក្ខខណ្ឌដែលខ្ញុំបាននិយាយខាងលើហ្នឹងហើយម៉ាក់ប៉ាមានដឹងអត់ថាផលិតផលណាដែលអាចធ្វើគ្រប់លក្ខខណ្ឌខាងលើដែលខ្ញុំបាននិយាយហ្នឹងនោះគឺទឹកដោះគោម្សៅបាឡាតាន់ដែលទឹកដោះគោម្សៅបាឡាតាន់គឺជាផលិតផលមួយដែល non GMO ដែលមានការទទួលស្គាល់តាំងពីការចិញ្ចឹមគោការផលិតនិងការវេចខ្ចប់គឺតាមបែបធម្មជាតិ 100% បន្ថែមពីនឹងទៀតណាទឹកដោះគោម្សៅបាឡាតាន់ណាមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ហ្នឹងរហូតដល់ទៅ7ដូច្នេះហើយម៉ាក់ប៉ាទាំងឡាយណាដែលកំពុងតែស្វែងរកនៅទឹកដោះគោម្សៅដែលមិនប៉ះពាល់ទៅដល់សុខភាពរបស់កូនទឹកដោះគោម្សៅបែបធម្មជាតិគឺអាចជ្រើសរើសបាននៅទឹកដោះគោម្សៅបាឡាតាន់ដោយទំនុកចិត្ត 100%